អ្នកខ្លះគាត់និយាយឌឺដងនាងខ្ញុំថាមកពីនាងខ្ញុំហ្នឹងណាมันមានសមត្ថភាពរកលុយបាននិយាយថាចូលចិត្តបន្លែជ្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់មនុស្សដែលមានបញ្ញាត្រូវតែចេះបត់បែនតាមកលៈទេសៈគឺផ្លាស់ប្ដូរ360ដឺក្រេតែម្ដងអាហ្នឹងបានគេហៅថាមនុស្សដែលមានបញ្ញាមិនមែនរស់នៅក្នុងអតីតកាលនិយាយចំទោះបីជាអតីតកាលរបស់នាងខ្ញុំពីមុនធ្លាប់រកលុយបានកាន់ក្នុងមួយថ្ងៃមួយខែចា$10000ជាងមែនឥឡូវនេះត្រឹមតែ10000លុយខ្មែរចាក៏ប៉ុន្តែនាងខ្ញុំត្រូវតែរីករាយនាងខ្ញុំត្រូវតែសប្បាយចិត្តចាអាហ្នឹងបានគេហៅថាមនុស្សមានបញ្ញាតាមពិតទៅសម័យនេះកូនអូនពិបាករកមនុស្សល្អណាស់គ្មានអ្នកណាស្រឡាញ់ខ្លួនយើងក្រៅពីខ្លួនយើងនោះទេចឹងហើយក្នុងមួយថ្ងៃយើងទន្ទិញពាក្យថាអូខ្ញុំអស់ចានណាខ្ញុំអស់ចានណាខ្ញុំអាចធ្វើបានចាដូចអ្នកម្ដាយអញ្ចឹងមានបងអូនកូននេះគាត់និយាយលេងមួយខ្ញុំហើយគាត់មើលវីដេអូចាស់ឃើញនាងខ្ញុំញែកញក់ហើយនាងខ្ញុំនិយាយពីជីវិតរបស់នាងខ្ញុំថាអូមុខពីមុនស្អាតអូពីមុនក្រទេរកលុយដល់កន្លះលានហើយរលាយនៅពេលកូវីដបាត់អស់ទៀតក៏ប៉ុន្តែនាងខ្ញុំអត់ដែរយកអាជីវិតចងកផ្ដាច់ជីវិតខ្លួនឯងនឹងទេចានាងខ្ញុំនៅតែដើរនាងខ្ញុំនៅតែក្រោកនាងខ្ញុំនៅតែរីករាយដល់ពេលអញ្ចឹងបងអូននិយាយមួយខ្ញុំគាត់ថាគាត់រកចងកហើយនៅពេលដែលឃើញវីដេអូនាងខ្ញុំគាត់តែលាក់ខ្សែចងកនឹងចុះមើលវីដេអូមើលពីជីវិតនាងខ្ញុំដល់ពេលអញ្ចឹងគាត់ថាអូពិភពលោកនេះពិតជាស្រស់ស្អាតមែនមិនមែនស្ថិតនៅលើលុយបុណ្យសក្តានៈនោះឡើយស្ថិតនៅយើងចេះក្តោបក្តាប់ប្រើជីវិតរបស់យើងនិយាយមែនណាចាប់ពីថ្ងៃនេះតទៅកូនអូនខ្ញុំអស់ចានណាខ្ញុំស្រឡាញ់ខ្លួនខ្ញុំចាកុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃប្រឹងស៊ូធ្វើគង់តែថ្ងៃណាមួយឱកាសនឹងមកដល់យាយមែនខ្ញុំជំងឺបាក់ទឹកចិត្តផងតម្រង់នោមផងបរាជ័យផងថាច្រើនណាស់ក្រាបឈរឡើងកូនគុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃយាយមែនខ្ញុំស្រឡាញ់ខ្លួនឯងណានិយាយឲ្យរាល់ថ្ងៃណាហេអ្នកខ្លះគាត់និយាយឌឺដងនាងខ្ញុំថាមកពីនាងខ្ញុំហ្នឹងมันមានសមត្ថភាពរកលុយបាននិយាយថាចូលចិត្តបន្លែជ្រាបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់មនុស្សដែលមានបញ្ញាត្រូវតែចេះបត់បែនតាមកលៈទេសៈគឺផ្លាស់ប្ដូរ360ដឺក្រេតែម្ដងអាហ្នឹងបានគេហៅថាមនុស្សដែលមានបញ្ញាមិនមែនរស់នៅក្នុងអតីតកាលនិយាយចំទោះបីជាអតីតកាលរបស់នាងខ្ញុំពីមុនធ្លាប់រកលុយបានកាន់ក្នុងមួយថ្ងៃមួយខែចា$10000ជាងមែនឥឡូវនេះត្រឹមតែ10000លុយខ្មែរចាក៏ប៉ុន្តែនាងខ្ញុំត្រូវតែរីករាយនាងខ្ញុំត្រូវតែសប្បាយចិត្តចាអាហ្នឹងបានគេហៅថាមនុស្សមានបញ្ញាតាមពិតទៅសម័យនេះកូនអូនពិបាករកមនុស្សល្អណាស់គ្មានអ្នកណាស្រឡាញ់ខ្លួនយើងក្រៅពីខ្លួនយើងនោះទេចឹងហើយក្នុងមួយថ្ងៃយើងទន្ទិញពាក្យថាអូខ្ញុំអស់ចានណាខ្ញុំអស់ចានណាខ្ញុំអាចធ្វើបានចាដូចអ្នកម្ដាយអញ្ចឹងមានបងអូនកូននេះគាត់និយាយលេងមួយខ្ញុំហើយគាត់មើលវីដេអូចាស់ឃើញនាងខ្ញុំញែកញក់ហើយនាងខ្ញុំនិយាយពីជីវិតរបស់នាងខ្ញុំថាអូមុខពីមុនស្អាតអូពីមុនក្រទេរកលុយដល់កន្លះលានហើយរលាយនៅពេលកូវីដបាត់អស់ទៀតក៏ប៉ុន្តែនាងខ្ញុំអត់ដែរយកអាជីវិតចងកផ្ដាច់ជីវិតខ្លួនឯងនឹងទេចានាងខ្ញុំនៅតែដើរនាងខ្ញុំនៅតែក្រោកនាងខ្ញុំនៅតែរីករាយដល់ពេលអញ្ចឹងបងអូននិយាយមួយខ្ញុំគាត់ថាគាត់រកចងកហើយនៅពេលដែលឃើញវីដេអូនាងខ្ញុំគាត់តែលាក់ខ្សែចងកនឹងចុះមើលវីដេអូមើលពីជីវិតនាងខ្ញុំដល់ពេលអញ្ចឹងគាត់ថាអូពិភពលោកនេះពិតជាស្រស់ស្អាតមែនមិនមែនស្ថិតនៅលើលុយបុណ្យសក្តានៈនោះឡើយស្ថិតនៅយើងចេះក្តោបក្តាប់ប្រើជីវិតរបស់យើងនិយាយមែនណាចាប់ពីថ្ងៃនេះតទៅកូនអូនខ្ញុំអស់ចានណាខ្ញុំស្រឡាញ់ខ្លួនខ្ញុំចាកុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃប្រឹងស៊ូធ្វើគង់តែថ្ងៃណាមួយឱកាសនឹងមកដល់យាយមែនខ្ញុំជំងឺបាក់ទឹកចិត្តផងតម្រង់នោមផងបរាជ័យផងថាច្រើនណាស់ក្រាបឈរឡើងកូនគុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដទៃយាយមែនខ្ញុំស្រឡាញ់ខ្លួនឯងណានិយាយឲ្យរាល់ថ្ងៃណាហេ